ត្រីម្នាក់បានស្លាប់និងបរិសម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍ករណីអគ្គិភ័យឆាបឆេះផ្ទះអស់ជាង10ខ្នងនៅភូមិរលួសង្កាត់ជើងឯកបណ្ដាលមកពីកូនឆ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យរាជធានីភ្នំពេញផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចឲ្យរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 8:50 នាទីយប់ថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025ស្ថិតនៅចំណុចផ្លូវលំភូមិរលួសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញដែលមានការអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាដោយទទួលបានបទបញ្ជាលោកវរៈសេនីយ៍ឯកព្រំយ៉ននាយការិយាល័យបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលាកុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរដោយនៅក្នុងប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន10គ្រឿងក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញចំនួន18គ្រឿងប្រើប្រាស់ទឹកអស់18ឡានស្មើនឹង106ម៉ែត្រគូបនិងរថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន1គ្រឿងប្រើប្រាស់ទឹកអស់ចំនួន2គ្រឿងស្មើនឹង12ម៉ែត្រគូបឥឡូវចំពោះប្រភេទសំណង់ខាងលើនេះជាប្រភេទផ្ទះឈើប្រក់ស័ង្កសីទំហំ 3x6 ម៉ែត្រនិងឆេះផ្ទះឈើប្រក់ស័ង្កសីទំហំ 3x6 ម៉ែត្រចំនួន1ខ្នងនិងបានបណ្ដាលឲ្យឈើរាលដាលផ្ទះក្បែរខាងចំនួន10ខ្នងរួមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុងចំពោះករណីអគ្គិភ័យខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង 11:30 នាទីយប់នាថ្ងៃខែឆ្នាំដដែលចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថាបណ្ដាលមកពីកូនឆ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យដោយឡែកនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានបណ្ដាលឲ្យមនុស្សស្រីម្នាក់ស្លាប់នៅក្នុងហេតុការណ៍នេះនិងមនុស្សប្រុសម្នាក់ទៀតបានរងរបួសធ្ងន់ផងដែរ